Sol bị slapក្នុងវាលពិឃាតដោយកងសារីប្រហែលកំឡុងឆ្នាំ1976ក្នុងសម័យប៉ុល ពត មានពិធីបោះឆ្នោតម្ដងអ្នកបាត់ដំបងម្ដុំស្រុក43គេដាក់ទិសឲ្យប្រជាជនទៅបោះឆ្នោតនៅវត្តឯកភ្នំអ្នកស្រុកទាំងអស់ត្រូវសហករណ៍ចែកបាយកញ្ចប់ស្លឹកចេកម្នាក់មួយកញ្ចប់ដើម្បីទៅបោះឆ្នោតមនុស្សម្នាកក់កុញពេញក្នុងវត្តជួបជុំគ្នានៅតាមសហករណ៍រៀងខ្លួនមុនបាយថ្ងៃត្រង់គេបើកអង្គប្រជុំបញ្យលពីរបៀបបោះឆ្នោតហូបបាយរួចហើយប្រជាជនតាមសហករណ៍ដើរជាជួរយឺតឆ្ពោះទៅកាន់ហឹបឆ្នោតធំមួយទៅជិតដល់ហឹបឆ្នោតនោះកម្មាភិបាលហុចសន្លឹកឆ្នោតឲ្យម្នាក់មួយសន្លឹកដោយបង្គាប់ឲ្យទម្លាក់ចូលទៅក្នុងហឹបនោះជាការស្រេចខ្ញុំមិនយល់អំពីការបោះឆ្នោតនោះទេគឺចេះតែធ្វើតាមបង្គាប់របស់គេដោយមិនបានចាប់អារម្មណ៍ថាឈ្មោះនរណានៅលើกระดาษនោះបើនិយាយអំពីរឿងហូបនៅក្នុងរបបខ្មែរក្រហមប៉ុល ពតខ្ញុំហូបអ្វីក៏អាចទៅបានឲ្យទៅពេញកាពះខ្ញុំហូបគល់ចេកដែលអ្នកស្រុកបាត់ដំបងគេហៅថាក្ដុលចេកគល់ល្ហុងមើមក្ដួចតកួនចាស់ហាន់ល្អិតលាយបាយកន្ទក់ស្លឹកបាសស្លឹកចន្លង់ស្លឹកកន្ត្រង់ស្លឹកស្យុតក្តារត្រួយភ្នៅហូបមេឃមុំហូបក្របកចៅលីងកណ្ដុលពោះលាក់នៅក្រោយភូមិមានចំការចេកជាច្រើនចំការតរុននៅមិនឆ្ងាយប៉ុន្មានពីផ្ទះខ្ញុំទេចេកនៅក្នុងចំការនោះត្រូវពីអស់ហើយព្រោះអ្នកភូមិលួចទៅគាស់យកក្ដុលវាយមកស្ងោរហូបយប់មួយនោះខ្ញុំស្ងោរក្ដុលចេកឆ្អិនហើយភ្លក់តែម្នាក់ឯងហើយពោលថាគល់ចេកស្ងោរនេះល្មួតដូចមើមត្រាវអញ្ចឹងស្រាប់តែប្រពន្ធខ្ញុំនិងម្ដាយក្មេកខ្ញុំដែលកំពុងសម្រានក្រោយពីលើខ្ញុំនិយាយថាល្មួតនាំគ្នាក្រោកក្រេះមកភ្លក់ដែរតាមពិតរសជាតិគល់ចេកស្ងោរវានៅតែជាគល់ចេកស្ងោរដដែលមិនអាចប្រៀបធៀបនឹងមើមត្រាវបានទេយើងក៏ដេកកោពោះពេញមួយយប់ដដែលមានពេលខ្លះយើងអាចដោះដូរបានកន្ទក់យកមកលីងហូបគ្រាន់សម្រន់ជួនកាលយកកន្ទក់នោះខ្ចប់វិចស្លឹកចេកដូចជានំអន្សមមានរសជាតិមួយយ៉ាងប៉ុន្តែហូបរួចហើយធ្វើឲ្យឈឺពួករាគថ្ងៃមួយខ្ញុំជីកបានមើមក្ដួចប៉ិនភ្លៅយកមកឲ្យម្ដាយក្មេកខ្ញុំបន្សាបរួចហើយធ្វើបបរក្ដួចដាក់តែអំបិលបានឆ្ងាញ់មកពេលដែរខ្ញុំសូមមិនធ្វើអត្ថាធិប្បាយអំពីទុក្ខវេទនាដែលហត់ទឹកបបរក្នុងពេលបញ្ចេញពលកម្មកាប់ដីធ្វើស្រែរាល់ថ្ងៃនោះទេគឺមហាសែនវេទនាខ្លាំងណាស់យប់ឡើងដេកមិនលក់ខ្ញុំដេកសម័យឃើញតែម្ហូបចំណីអាហារបង្អែមខ្ញុំបាក់កម្លាំងស្គមនឹងហើមផងដល់មានភ្លៀងច្រើនចូលដល់រដូវវស្សាហើយគេក៏បញ្ជូនពួកយើងមកភូមិវិញដើម្បីធ្វើស្រែវស្សាធម្មតាក្បែរភូមិនិងនៅវាលក្រៃពាន់ដោយខ្ញុំបាក់កម្លាំងខ្លាំងពេកធ្វើការលែងកើតគេអនុញ្ញាតឲ្យខ្ញុំទៅភូមិមួយរយៈគឺឲ្យខ្ញុំរស់តាមយថាកម្មទម្រាំដល់ថ្ងៃស្លាប់នៅភូមិក៏វេទនាណាស់ដែរជាពិសេសក្នុងរដូវធ្វើស្រែសហករណ៍មានតែបបររាវចែកប្រជាជនមួយផ្ទះបបរដាក់5កំប៉ុងក៏មានខ្ញុំដើរកាន់ឈើច្រត់ទៅមុខផ្ទះអត់មានកម្លាំងបន្តិចសោះស្ទើរតែផុតដង្ហើមព្រោះគ្មានបាយឬបបរចូលពោះហើយមានតែជំងឺផ្សេងមកបៀតបៀនទៀតផងថ្ងៃមួយខ្ញុំឈរកាន់ឈើច្រត់នៅមុខផ្ទះមាត់ថ្នល់ពីបាត់ដំបងទៅដូនទាវបានជួបអាហឿនហៅអាប្រងើយអានោះមានសុខភាពល្អណាស់វាមិននិយាយស្ដីអ្វីទេវាចេះតែញញឹមដែលអ្នកខ្លះហៅវាថាអាប្រងើយវាមានសំណាងបានមិត្តៈដែលជាគណៈសហករណ៍យកវាធ្វើជានិរសានិងជាអ្នកថែគោឲ្យគាត់អាហឿនឃើញខ្ញុំឈរកាន់ឈើច្រត់វាសួរថាយីអាម៉ុងមិនក៏ដល់ថ្នាក់ហ្នឹងហ៎កាន់ឈើច្រត់ដូចតាចាស់ទៅហើយខ្ញុំបាក់កម្លាំងទៅមកពិកាប់ដីនៅភាមនុស្សដូចឯងមិនគួរដល់ថ្នាក់ហ្នឹងសោះបើអញ្ចឹងទៅធ្វើការជាមួយអញកំពុងត្រូវការមនុស្សម្នាក់ធ្វើការជាមួយផងវានាំខ្ញុំទៅជួបមិត្តៈមានគោម្នឹមលឿងមួយខ្មៅមួយគាត់ថែគោនោះដូចស្ដេចវាជាគោដែលមានសំណាងជាងគោដតីនិងជាងប្រជាជនក្នុងរបបនោះវាធាត់ព្រែកខ្នងរោមវារលោងមិនបាច់ថ្លៃមិត្តៈសម្ភាសសួរខ្ញុំថាមិនឯងចេះខ្វៀលគោទេចេះព្រោះខ្ញុំពីក្មេងខ្វៀលតែគោមិនមែនតែម្នឹមទេ
គឺគោមកវងឯណោះគាត់ក៏យល់ព្រមឲ្យខ្ញុំធ្វើការជាមួយអាហ៊ឿនមិត្តតាបញ្យល់ខ្ញុំអំពីរបៀបថែគោគាត់មិនបាច់ដឹកយកទៅខ្វៀលឯណាទេគឺគ្រាន់តែច្រូតស្មៅយកមកដាក់ក្នុងទ្រុងឲ្យវាស៊ីតែប៉ុណ្ណោះនឹងត្រូវលាងទឹកវាជាប្រចាំគោម្ដុំនេះចង់នៅក្រោមផ្ទះក្បឿងថ្មីមួយដែលគេសន្មតថាជាផ្ទះបដិវត្តន៍ពីខាងលើនោះជាឃ្លាំងដាក់ថ្នាំជក់មិត្តតាធ្វើសម្បត្តិមួយអមនឹងសម្បត្តិដទៃទៀតបោះត្រាគណៈស្រុកដើម្បីឲ្យកាន់ធ្វើដំណើរឆ្លងទៅកវ៉ាត់ក្រុងចូលទៅទីរួមខេត្តបាត់ដំបងសម្បត្តិធ្វើដំណើរភាគច្រើនគេហៅថាបានឧទេសនាមឧទេសនាមមានន័យថាការបង្ហាញការសម្ដែងការពន្យល់ណែនាំបានឧទេសនាមគឺបានបង្ហាញឈ្មោះគាត់ពន្យល់ខ្ញុំអំពីរឿងចូលទៅក្រុងក្នុងគោលអំណងពីរយ៉ាងគឺកើបអង្កាមយកមកធ្វើជីលេខ1និងច្រូតស្មៅឲ្យគោរបស់គាត់ស៊ីជារៀងរាល់ថ្ងៃខ្ញុំតែងតែឃើញយាយម៉នឡើងទៅផ្ទះយកថ្នាំជក់ចុះមកពីចំណិតគឺថ្នាំធម្មតានិងថ្នាំមួយទៀតថ្នាំពិសេសសម្រាប់កម្មាភិបាលខ្ញុំតែងតែសុំថ្នាំជក់ពីគាត់ដើម្បីឲ្យម្ដាយក្មេកខ្ញុំយកទៅដូរជាអង្គរាល់ព្រឹកខ្ញុំនិងអាហ៊ឿនបញ្ចេញគោទឹមរទេសចេញដំណើរទៅក្រុងបាត់ដំបងទៅដល់កវ៉ាត់ក្រុងខ្ញុំឃើញកងយោធាក្មេងៗជាច្រើនមកចោមសួរនិងឆែកមើលមានអ្វីក្នុងរទេសនិងពិនិត្យបានឧទេសនាមអាហ៊ឿនធ្លាប់ចូលទៅក្រុងតែម្នាក់ឯងវាមិនសូវចាប់អារម្មណ៍រឿងអ្វីជុំវិញខ្លួនវាទេអាពងើយដឹងតែបរទេសទៅកើបអង្កាមនិងច្រូតស្មៅឲ្យគោខ្ញុំចាប់អារម្មណ៍ឃើញក្មេងៗកាន់កំភ្លើងឈរជក់ថ្នាំខ្ញុំចាប់អារម្មណ៍ឃើញសូម្បីតែនៅដងផ្លូវក៏មានសុទ្ធតែបន្លែដូចជាស្លឹកបោះចលុងជាដើមមានម្ដងនោះយោធាម្នាក់ហៅខ្ញុំថាពុកមានថ្នាំជក់ទេទទួលពេលនោះខ្ញុំបានថ្នាំជក់ពីម៉ែម៉នខ្ចប់ដាក់ក្នុងហោប៉ៅក៏លូកយកទៅឲ្យកូនយោធានោះទាំងអស់ទៅវាចែកថ្នាំជក់នោះឲ្យគ្នាវាយ៉ាងសប្បាយគួរជាទីចាប់អារម្មណ៍ម្ដងនោះមេវាប្រាប់យើងថាពួកវាស្គាល់យើងហើយយើងធ្លាប់ឆ្លងកាត់កវ៉ាត់ក្រុងរាល់ថ្ងៃបើមានថ្នាំជក់ឲ្យរាល់ថ្ងៃតែមកក្តាប់ក៏បានដែរមិនបាច់បង្ហាញបានឧទេសនាមទេអាហ៊ឿនបានឮហើយវាប្រាប់ខ្ញុំថាល្អណាស់ព្រោះលិខិតចេញចូលក្រុងបានបោះត្រាគណៈស្រុកក៏ផុតកំណត់ថ្ងៃដែរយើងនឹងប្រើថ្នាំជក់ជំនួសវិញម៉ែម៉នចាប់ដើមឆ្ងល់នឹងរឿងអាហ៊ឿនថាវាចេះជក់មរីពីអង្កលយើងប្រើថ្នាំជក់ជាផ្លូវរៀងរាល់ថ្ងៃរហូតដល់យោធាទាំងនោះសឹងតែខ្លាចជាមិត្តរបស់យើងទាំងអស់រាល់ថ្ងៃខ្ញុំជាអ្នកបរទេសអាហ៊ឿនអង្គុយធ្វើបង្ើយឲ្យតែរទេសគោទៅដល់កន្លែងឈប់ពិនិត្យនៅកវ៉ាត់ក្រុងពួកវាតែងតែមកចោមរោមជុំវិញប្រទេសខ្ញុំមិត្តតាមិនដែលខ្វល់ថាតើបានអង្កាមប្រមាណបាវឬសម្បត្តិចេញចូលក្រុងផុតកំណត់អ្វីទេគាត់ចាប់អារម្មណ៍តែគោរបស់គាត់និងពិនិត្យមើលស្មៅតើល្អឬទេស្មៅបារាំងដើមថ្លោះមិនឲ្យច្រូតយកមកដាក់ជាដាច់ខាតគាត់ថារឹងណាស់ដូច្នេះយើងឈប់ប្រើសម្បត្តិហើយគ្រាន់តែរក្សាក្នុងហោប៉ៅក្រែងមានគេឆែកមើលកណ្ដាលក្រុងគេចាត់ទុកវត្តលៀបនៅក្នុងបរិវេណក្រុងជាកន្លែងធ្វើទឹកត្រីដែលគេដឹកពីទន្លេសាបមកគឺដើម្បីយកមកធ្វើទឹកត្រីនៅទីនោះយើងឃើញកម្មករសហជីពធ្វើទឹកត្រីសុទ្ធតែធាត់វត្តលៀបនៅជាប់នឹងស្ទឹងសង្កែត្រង់កន្លែងបត់កែងមួយខ្ញុំបរទេសគោទៅដល់កន្លែងនោះខ្ញុំអាចអើតមើលឃើញមាត់ទឹកស្ទឹងបានខ្ញុំបរទេសបណ្ដាលភ្នែករំពេចបណ្ដាលឃើញសពគ្រប់តាំងពីស្មៅក្បែរមាត់ផ្លូវចិត្តរបងវត្តដែលគេដាំលហុងជីជួរមានផ្លែស្រោចដើមដែលនៅគល់លហុងនោះខ្ញុំឃើញសុទ្ធតែផ្លែលហុងដែលគេបេះឲ្យធ្លាក់ចោលពេញក្នុងស្មៅខ្ញុំងាកទៅមើលឆ្នេរស្ទឹងស្រាប់តែឃើញពែមកគូដែលឲ្យធូបហុយនៅឡើយខ្ញុំភ្លាត់មាត់ថាអាហ៊ឿនមើលដល់យើងមានលៀបហើយថ្ងៃនេះបានឆ្ងាញ់មាត់ហើយឆ្អែតពោះមិនខានឡើយអាហ៊ឿនថាស្អីអញឃើញមានពែមកគូយើងស៊ីពែនៅឆ្ងាញ់មាត់ម្ដងអាហ៊ឿនលៀនដាតក្អឿកស៊ីពែខ្ញុំនិយាយថាបើឯងមិនចង់ស៊ីអញស៊ីតែអញហើយយកទៅផ្ញើគ្រួសារអញឲ្យផ្ទះចំដល់ម្លឹងផងខ្ញុំលេងឆ្លើយឆ្លងនឹងអាហ៊ឿនក៏បញ្ឈប់គោលោតពីរទេសចុះតម្រង់ទៅមាត់ស្ទឹងចូលយកពេលនីមួយមានមាន់ចំហុយមួយចេកពងមាន់មួយស្និតបាយសបាយក្រហមញោមភ្លានិងបាយសីខ្ញុំដកធូបកវិតកវែងចោលក៏សោបយកមាន់ទាំងពីរនិងចេកពីរស្និតនោះឡើងមកលើរទេអាហ៊ឿនភ្ញាក់ផ្អើលនិងត្រេកអរខ្លាំងណាស់
សូមជម្រាបថាក្នុងបរិវេណក្រុងបាត់ដំបងមិនងាយមានមនុស្សណាអាចចូលដោយងាយៗទេក្នុងក្រុងស្ងាត់ជ្រងំផ្ទះបាក់បែកទីធ្លាផ្ទះคล้ายជាចំការចេកព្រៃទន្ទ្រានខេត្តនៅមានដើមឈើហូបផ្លែមានដងស្វាយក្រូចជាដើមដល់ពេលបាយថ្ងៃត្រង់យើងចូលទៅក្នុងផ្ទះបាក់បែកមួយរៀបចំហូបបាយយើងមានចានឆ្នាំងបាយមានទាំងអង្ករត្រីក្រៀមអំបិលនិងទឹករៀបចំស្រេចជារៀងរាល់ថ្ងៃដាក់ក្នុងរទេះយើងលាងមាន់ស្ងោរទាំងពីរម្ដងទៀតព្រោះមាន់ទាំងនោះមានពងរុយច្រើនណាស់យើងហូបបាយជាមួយមាន់ស្ងោរអស់មួយនិងចេកមួយស្និតពាក់កណ្ដាលទៀតចែកគ្នាយកទៅផ្ទះថ្ងៃមួយខ្ញុំច្រូតស្រូវក្បែរគុម្ពចេកសុបទ្រុបដែលងាប់ស្លឹកស្រាប់តែកណ្ដោពី3រត់ចេញពីគុម្ពចេកខ្ញុំវាយវាមិនបានក៏វែកគុម្ពចេកនោះក្រែងឃើញមានកណ្ដោទៀតប៉ុន្តែឃើញមានចេកអំបងទុំមួយស្ទងដែលមាន10ស្និតខូចអស់មួយស្និតដោយកណ្ដោស៊ីខ្ញុំនឹងអាហ៊ឿនហូបចេកជាមួយដងទុំរហូតទាល់តែហល់ថ្ងៃនោះយើងសំណាងបានផ្លែចេកអំបងចែកដល់គ្រួសាររៀងខ្លួនរាល់ថ្ងៃអ្នកផ្ទះខ្ញុំមិនខ្វះបន្លែហូបទេស្លឹកបាសល្ហុងដែលគេបោះចោលស្លឹកជន្លង់និងដូងដែលសកសម្បករួចអាហ៊ឿនមិនខ្វល់យកបន្លែទាំងនោះទេមួយថ្ងៃទៀតយើងច្រូតស្មៅក្រោយពេទ្យពោមួយបាត់ដំបងចៃដន្យមានគ្រូពេទ្យម្នាក់ទំនងជាពេទ្យពីសង្គមចាស់ចេញមកជួបយើងគាត់សួរថាបងអូនអាចឡើងបេះដូងបានទេអាហ៊ឿនមើលមុខខ្ញុំឆ្លើយថាខ្ញុំអាចឡើងបានព្រោះខ្ញុំសង្កេតឃើញដើមដូងនោះមិនខ្ពស់ប្រមាណទេនេះជាលើកទី1ហើយដែលខ្ញុំហ៊ានឡើងដើមដូងខ្ញុំយកកម្មាចងពងកុំឲ្យរលាត់ដើមទ្រូងហើយឡើងទៅដល់លើធាក់ដូងទុំទម្លាក់ចុះមកក្រោមដែលទទួលពេលនោះគ្រូពេទ្យរវល់បកទៅផ្ទះមួយផ្លែតគាត់ត្រឡប់មកវិញក៏ប្រាប់ថាគាត់ឲ្យខ្ញុំបេះតែដូងខ្ចីទេឯដូងទុំគាត់ចង់ឲ្យខ្ញុំយកទៅផ្ទះទាំងអស់ខ្ញុំប្រមូលយកដូងទុំជាច្រើនថ្ងៃទម្រាំអស់ថ្ងៃមួយទៀតមេរោងចក្រទឹកត្រីហៅហូបបាយហើយដើរចេញប្រុយបាត់ទុកឲ្យខ្ញុំនិងអាហ៊ឿនឈោងងែមងាមត្រូវនារីធាត់ដេញចេញថាទុកបបរដែលវានៅសេសសល់នៅឲ្យជ្រូកស៊ីទៅកងសហជីពនៅរោងចក្រទឹកត្រីវត្តលៀមចាប់យើងទាំងពីរនាក់ព្រោះអាហ៊ឿនវាឈោងបេះល្ហុងទុំគេយកយើងទៅកសាងនៅគៀនព្រះវិហារវត្តក្រោយពីសួរប្រវត្តិរូបយើងរួចមកមានតែខ្ញុំម្នាក់ទេដែលបញ្យល់ដោះសារបានហើយគេក៏ដោះលែងឲ្យរួចខ្លួនម្ដងទៀតជាចុងក្រោយអាហ៊ឿននិងខ្ញុំឈោងបេះផ្លែដូងខ្ចីដើមទៀបស្រាប់តែមានមនុស្សម្នាក់ជាអ្នកភូមិក្ដុលឃើញពួកយើងចោទថាធ្វើនេះជាគំរូមិនល្អនឹងអាចធ្វើឲ្យខូចដល់ខ្លួនគេក៏ទៅប្តឹងយោធាដែលមានទីតាំងនៅកវ៉ាត់ក្រុងយោធា2នាក់ដើរជាមួយអាម្នាក់នោះហើយនិយាយប្រាប់អាម្នាក់នោះឲ្យទៅចោះពួកយោធានឹងចាត់ការតាមច្បាប់អង្គការយោធាឃើញខ្ញុំមានពូថៅល្អក៏សុំពូថៅរួចហើយកសាងយើងបន្តិចនិងបញ្ជាឲ្យប្រមូលបាវស្មៅនិងប្រដាប់ប្រដាទូកកាលនោះយើងពុំមានប្រើរទេះគោទេគឺយើងជិះទូកទៅច្រូតស្មៅក៏មិនបានកើបបង្កាមដែរព្រោះមិនតាំងបរទេសទៅកន្លែងផ្សេងយោធាទាំងពីរបណ្ដាយើងទៅដល់កន្លែងឆែកខ្សែក្រវ៉ាត់ក្រុងដែលជាទីស្នាក់ការយោធាទាំងអស់ស្គាល់យើងច្បាស់បានបន្ទោសយើងបន្តិចបន្តួចរួចប្រាប់យើងឲ្យទៅជួបគណៈសហការណ៍រៀបរាប់តាមដំណើរគេឲ្យប្រាប់គណៈសហការណ៍ថាត្រូវយោធាចាប់យើងព្រោះលួចបេះផ្លែដូងក្នុងក្រុងបាត់ដំបងយើងពុំបានទៅផ្ទះមិត្តតាទេយើងទៅទីស្នាក់ការភូមិបានជួបមិត្តទុនដែលជាកម្មាភិបាលខាងនេសាទប្រចាំសហការណ៍ដាំស្ពៃមិត្តទុនសួរយើងថាមកនេះមានការអីយើងបានប្រាប់ថាពួកយើងត្រូវយោធាចាប់ដោយសារយើងបេះផ្លែដូងខ្ចីម្នាក់មួយហូបមិត្តទុនបន្តសួរយីឃ្លានណាស់ទៅអត់អីហូបខ្ញុំឆ្លើយថាគឺពិតជាអត់មែនដូចមិត្តដឹងស្រាប់ហើយគាត់សួរថាហ
ហើយចុះពួកយោធានៅឯណាចាប់ចោលហើយមិនមិនឃើញអ្នកចាប់មិនដោយឲ្យចោលដើររំភើយមករាយការខ្លួនឯងយ៉ាងនេះខ្ញុំឆ្លើយថាពួកគាត់នឹងជិះកង់មកតាមក្រោយមិត្តទុនពលយើវាមិនដែលកាលណាគេចាប់ចោលត្រូវតែចាប់ចងស្លាប់សេកបដាលហើយយើងអង្គុយមកសន្ទុះទើបយោធា2នាក់ជិះកង់ញឹមញែមមកដល់ចូលដល់ក្នុងបន្ទប់ជាមួយមិត្តទុនមកផ្លែតក៏ចេញលាពួកយើងទៅបាត់មិត្តទុនរអ៊ូថាហត់ណាស់ទើបទៅមកពីទលេសាបយករឿងមកឲ្យឯងគាត់សម្លក់យើងទាំងពីរធ្វើឲ្យខ្ញុំភ័យឯមិត្តហ៊ឿនធ្វើប្រងើយគាត់ប្រាប់ឲ្យយើងសន្យាឈប់លួចទៀតយើងក៏ឆ្លើយថាបានគាត់ប្រាប់ថាពួកឯងទៅយកទូកស្មៅមកទុកដាក់រួចទៅផ្ទះចោយើងក៏រួចខ្លួនសៀវភៅ4ចំណងជើងដែលលោកអ៊ំលោកពូអ្នកមីងបងប្អូនទាំងក្នុងស្រុកនិងក្រៅស្រុកអាចរកទិញបានពីក្រុមដំណើរខ្មែរមានដូចជាប្រជាជនអើយបានដឹងសៀវភៅអ្នកទោសក្នុងគុកឥតជញ្ជាំងកម្រងរឿងពិតរបស់លោកស្រីខៀងខែមរីក្មួយស្រីបង្កើតនៃតារាចម្រៀងម៉ៅសារ៉េតសៀវភៅកងវ៉នធ្វើពលិកម្មដើម្បីជាតិជាកម្រងរឿងពិតជីវិតអ្នកកាសែតកងវ៉នសៀវភៅខ្ញុំជួបលោកស៊ីនស៊ីសមុទ្រនៅមន្ទីរ15ជាកម្រងឯកសារកំណត់ហេតុប្រចាំជីវិតរបស់លោកកៅចំណាប់សៀវភៅសល់ពីស្លាប់កម្រងឯកសារជីវិតពិតរបស់លោកកុងសារិអតីតទាហានអាកាសចរសាធារណរដ្ឋខ្មែរសូមតាក់ទងមកកាន់ Telegram លេខ096 471 2548ជាលេខសហការីក្រុមដំណើរខ្មែរចែកចាយសៀវភៅទាំង4ចំណងជើងនេះ